ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំឆាបន្លែចម្រុះជាមួយនឹងសាច់ជ្រូកបងប្អូនចាសម្រាប់ពិធីធ្វើគឺយើងបំពងខ្លាញ់ជាមួយនឹងខ្ទឹមនឹងឲ្យវាឡើងឈ្ងុយសិនណាបងប្អូនចារួចយើងដាក់សាច់ជ្រូកចូលកូរត្រឡប់វាឲ្យរាងស្ងួតទឹកបាត់ឆ្អាបបន្តិចហើយយើងដាក់អំបិលប៊ីចេងម្សៅស៊ុបខ្នុរទឹកត្រីប្រេងខ្យងអីកូរជាមួយគ្នាឲ្យឡើងឈ្ងុយបន្ទាប់ពីយើងកូរគ្រឿងនឹងឡើងឈ្ងុយបន្តិចហើយយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលតែម្ដងបងប្អូននៅពេលដែលស្ករក្រហមរលាយអស់ឡើងឈ្ងុយបែបនេះហើយគឺយើងចាក់បន្លែចូលចាមានទាំងល្ពៅមានទាំងការ៉ុតមានទាំងផ្កាខាត់ណាមានទាំងសណ្តែកគួរមានទាំងម្ទេសហូរច្រើនមកក៏បងប្អូនគឺលាយគ្នាតែម្ដងបងប្អូនចាប៉ុន្តែនៅយើងឆាបែបនេះគឺឆ្ងាញ់មួយយ៉ាងបងប្អូនវាអត់ទលាន់បន្លែមុខវាប្លែករសជាតិប្លែកពីគ្នាដល់ពេលអញ្ចឹងយើងញ៉ាំបាយអត់ដឹងខ្លួនទេឆ្ងាញ់មែនទែនបងប្អូនចាចំពោះវិធីធ្វើគឺហើយបងប្អូនឆ្អិនហើយបងប្អូនអាចដួសដាក់ចានញ៉ាំជាមួយបាយបានតែម្ដងបងប្អូនចាបងប្អូនមានបន្លែម្សៅក្នុងទូប៉ុន្មានបងប្អូនកុំភ្លេចឆាលេគ្នាគឺឆ្ងាញ់ប្លែកមាត់ដល់បងប្អូនព្រោះអីខ្ញុំឆាបន្លែលេគ្នានេះមានអារម្មណ៍ថាឆ្ងាញ់ជាងបន្លែដែលយើងឆាមុខបងប្អូនចាអរគុណច្រើន